ឥឡូវប្តឹងបើគេធ្វើបានណាផែនណាដល់ស្រាតឲ្យមើលមកប្រទេសទៅបើគេទទួលពាក្យបណ្ដឹងយកមកចាត់ការរយយុតិធធឲ្យមូនពេជ្រឲ្យអាពួកអូទៀមនោះខ្ញុំដល់ស្រាតឥឡូវប្តឹងបើគេធ្វើបានណាផែនណាដល់ស្រាតឲ្យមើលមកប្រទេសទៅបើគេទទួលពាក្យបណ្ដឹងយកមកចាត់ការរយយុតិធធឲ្យមូនពេជ្រឲ្យអាពួកអូទៀមនោះខ្ញុំដល់ស្រាតណាស្អីបានរៀនមិនតាន់ជ្រុំបល័យក្បាលហ្នឹងណាភើយអូខ្ពើមសំដីបងប្អូនខ្ញុំខ្ពើមសំដីបកគលនឹងណាសិតតាស្អីឯណាបើសិនជាពួកលោកមូនពេជ្រក្រុមអ៊ុយណាចោតគេសិតតាឧទាមក្រៅស្រុកឯណាបើគេប្តឹងបានតុលាការនឹងគេជំរះក្តីរឿងនឹងបានសុខចិត្តដើរស្រាតដើរស្អីឯណាពួកនេះណាបងប្អូនបើគេរិះគន់នៅក្រៅស្រុកគេចោតគេថាហែងអង្គុយតែរិះគន់ហែងបានជួយអីខ្លះដល់តាឥឡូវគ្នាអ្នកនៅក្រៅស្រុកចាប់ផ្ដើមខំប្រឹងជ្រោមជួយប៉ុណ្ណឹងហើយក៏អត់ត្រូវចិត្តពួកវាដែរណាបងប្អូននេះខ្ញុំមិនម៉ៃទាំងអស់ទេប៉ុន្តែខ្ញុំម៉ៃបុគ្គលមួយចំនួនដែលមានខួរក្បាលមនសិការស្តៀងហ្នឹងនេះអាគុកកង្អែងដៃនេះហើយអញ្ចឹងទៅចោះព្រោះងារហ្នឹងគេហៅច្រើនគ្នាហើយខ្ញុំក្តៅក្រហាយបងប្អូនដៀលសិតលោកមូនពេជ្រសតាស្អីគេរៀនមិនទាន់ជ្រុះក្បាលពីបល័យពីស្អីឯណាសួរខ្លួនលោកឯងហ្នឹងបានមកចំណិតគេទេលោកឯងកុំថាឡើយរកដល់ទៅអាហារូបករណ៍មករៀនដល់សាលាបណ្ឌិតសភាយោធាអាមេរិកលោកឯងរកតាអាហារូបករណ៍ទៅរៀនស្រុកយួនហ្នឹងរកមិនបានផងរកបានអាចថាគេដាក់ខ្សែដាក់ខ្នងឲ្យលោកឯងទៅរៀនសមត្ថភាពលោកឯងនេះកុំប្រៀបជាមួយនឹងមូនពេជ្រងាប់20ជាតិទៀតក៏អត់បានស្មើមកចំណិតមូនពេជ្រដែរខ្ញុំប្រាប់ទេទៅហើយបងប្អូននេះយើងនិយាយផ្លូវកដាលណាអារឿងអ្នកនៅក្រៅស្រុកជាពិសេសលោកមូនពេជ្រគាត់គៀងកោស្នាមមេដៃមហាជនដាក់ពាក្យបណ្ដឹងទៅតុលាការ ICC ជាដើមហ្នឹងណាមែនសៀមវាមិនមែនជាសមាជិកនៃតុលាការ ICC ទេអញ្ចឹងភាគរយដែលតុលាការគេលុកដៃចោះទៅស៊ើបអង្កេតហ្នឹងអាចថាវាតិចតួចប៉ុន្តែយ៉ាងហោចណាស់ក៏ពួកគាត់បានចូលរួមនៅក្នុងការបកអាក្រាតទៅកាន់ពិភពលោកថាសៀមកំពុងឈ្លានពានខ្មែរដែរហើយបើសៀមវាមិនសុខចិត្តសៀមវាត្រូវរកគណៈកម្មការកដាលណាមួយដែលទទួលស្គាល់លក្ខណៈអន្តរជាតិដូចគ្នាដើម្បីចោះទៅសិក្សាដល់ទីតាំងជាក់ស្ដែងនរណាខុសណាត្រូវគឺដឹងហើយកន្លែងហ្នឹងនោះអញ្ចឹងបានជាអ្នកក្រៅស្រុកគេព្យាយាមជួយប៉ុណ្ណឹងហើយប៉ុន្តែពួកនេះគេថាផ្កាប់មុខតតែចូលក្តាមមឈូសណាបងប្អូនពួកនេះគឺចារឹកអញ្ចឹងហើយដែលវាព្យាយាមទៅតោងទាមមេដឹកនាំធ្វើឲ្យមេដឹកនាំស្អុយទៅតាមពួកវាទៀតចាំបានទីខ្ញុំតែងតែលើកទឹកចិត្តខ្ញុំថារដ្ឋាភិបាលចាស់របស់លោកហ៊ុនសែនក្តីលោកហ៊ុនម៉ាណែតក្តីបើគាត់មានសេចក្តីក្លាហានមានឆន្ទៈប្រកបហើយគាត់ធ្វើកំណែតម្រង់ឲ្យតែល្អច្បាប់បើកលំហសិទ្ធិសេរីភាពបញ្ចេញមតិអីត្រឹមត្រូវលុបបំបាត់ពួកអាក្រមកថាទាំងអស់ហ្នឹងបងប្អូនប្រជាជនគេស្រឡាញ់ឯងអត់ចាំបាច់ទៅធ្វើប្រជាពិធដ្ឋអីទេប៉ុន្តែរងថ្ងៃដូចខ្ញុំប្រាប់ចឹងថាមេដឹកនាំស្អុយឈ្មោះក៏ដោយសារតែពួកកថាហ្នឹងដែរដាក់ពួកកថាហ្នឹងមកពេលខ្លះវានិយាយមាត់អត់គម្រប់អត់មានតាក់លហីកអត់មានស្អីទាំងអស់អត់ចេះលើកទឹកចិត្តខ្មែរគ្នាឯងទេដូចសមត្ថភាពបោះហាក់ផែងវណ្ណៈអីនេះណាបងប្អូនទៅធ្វើដូចលោកមុនពេជ្របានទេធ្វើបានទេសមត្ថភាពបានតែស្រែកជេរបានតែគម្រាមបានតែអីហ្នឹងឯងហងៃការងារមានស្អីមានតែយកអាប្រជាប្រិយភាពក្នុងបណ្ដាញសង្គមហ្នឹងដើរគម្រាមគេទៅបោះអាកាសមន្ត្រីនេះមន្ត្រីនោះយ៉ាងទៅបើគេមិនអោយលុយកាក់យ៉ាងទៅពមមានបញ្ចេញព័ត៌មានធ្វើឲ្យគេមានគ្រោះថ្នាក់អីទាំងអានតែខ្លួនឯងនឹងកំពុងតែសែបគុកជាមួយមន្ត្រីជាន់ខ្ពស់អាចមានសិទ្ធិអំណាចអន្តរាគមអីចែកលុយចែកអីគ្នាចែកកុំប្រសងពួកនឹងកិច្ចការពួកនឹងគឺអញ្ចឹងបងប្អូនប៉ុន្តែខ្ញុំប្រាប់ថាវាល្មមបានហើយបើខ្មែរមើលក្រៅស្រុកគេព្យាយាមជួយប៉ុណ្្នឹងឲ្យបកអាក្រាតប៉ុណ្្នឹងឲ្យក៏សាទតោគេទៅកុំអត់ប្រយោជន៍ពេកបាទអរគុណ